សុខភាពផ្លូវចិត្តជាអ្វីសុខភាពផ្លូវចិត្តគឺជាប្រភពនៃសុខុមាលភាពក្នុងការរស់នៅឬមានផាសុខភាពទាំងផ្នែករាងកាយឬអារម្មណ៍និងការទំនាក់ទំនងក្នុងសង្គមវាក៏មានទំនាក់ទំនងអំពីរបៀបនៃការគិតនិងការប្រតិកម្មក៏ដូចជារបៀបឆ្លើយតបទៅនឹងស្ថានភាពដែលកំពុងជួបប្រទះសុខភាពផ្លូវចិត្តមានឥទ្ធិពលនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃទាំងផ្នែកទំនាក់ទំនងនិងសុខភាពផ្លូវកាយផងដែរហើយវាសំខាន់ស្ទើរគ្រប់ដំណាក់កាលនៃការរស់នៅតាំងពីវ័យកុមារភាពរហូតដល់មនុស្សពេញវ័យចំណាស់ខាងក្រោមនេះគឺជាគន្លឹះខ្លះៗដើម្បីជួយរក្សាផ្លូវចិត្តយើងឲ្យមានស្ថិរភាពថិតថេរ 1. ទទួលទានដំណេកឲ្យបានច្រើននៅពេលដែលនិយាយតាក់ទងទៅដល់ការគេងមនុស្សស្ទើរតែគ្រប់គ្នាសុទ្ធតែបានដឹងហើយថាវាជាចំណុចសំខាន់ចំពោះសុខភាពរាងកាយនិងការជួយឲ្យស្មារតីល្អប្រសើរព្រោះការគេងជួយទៅដល់ប្រព័ន្ធដំណើរការនៃខួរក្បាលអាចគ្រប់គ្រងអារម្មណ៍និងភាពរីករាយហើយបើសិនជាការគេងមិនបានគ្រប់គ្រាន់នោះទេវានឹងអាចធ្វើឲ្យយើងមានអារម្មណ៍ឆាប់ខឹងនិងងាយកើតបញ្ហាបាក់ទឹកចិត្ត 2. បរិភោគអាហារមានសារធាតុចិញ្ចឹមតើលោកអ្នកជឿដែរឬទេថាអ្វីដែលយើងបរិភោគប្រចាំថ្ងៃវាបានជះឥទ្ធិពលទៅដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តដោយហេតុថាដោយសារវីតាមីននិងសារធាតុរ៉ែមួយចំនួនមិនគ្រប់គ្រាន់ក្នុងរបបអាហារបណ្ដាលឲ្យកើតជំងឺបាក់ទឹកចិត្តដូច្នេះការបរិភោគអាហារដែលមានសារធាតុល្អៗជួយទៅដល់សុខភាពផ្លូវចិត្តយ៉ាងច្រើន 3. ធ្វើឲ្យរាងកាយមានសកម្មភាពការធ្វើលំហាត់ប្រាណត្រូវបានទទួលស្គាល់ថាដើរតួនាទីដ៏សំខាន់មួយពីព្រោះការដែលធ្វើឲ្យរាងកាយមានសកម្មភាពអាចជួយជំរុញឲ្យអារម្មណ៍ល្អដើរលេងក៏អាចជួយខួរក្បាលឲ្យមានភាពស្ងប់ស្ងាត់បានដែរធ្វើលំហាត់ប្រាណជួយកាត់បន្ថយជំងឺបាក់ទឹកចិត្តកាត់បន្ថយអារម្មណ៍មិនល្អភាពតានតឹងនិងភាពខ្ជិលច្រអូសហើយថែមទាំងធ្វើឲ្យរបៀបនៃការរស់នៅប្រចាំថ្ងៃកាន់តែមានសុខុមាលភាពទី 4 ដកដង្ហើមវែងៗនិងសមាធិហាត់ពុតទម្លាប់សមាធិដកដង្ហើមវែងៗមួយហើយសូម្បីតែការបួងសួងបែបសាសនាក៏អាចជួយឲ្យចិត្តត្រជាក់បានដែរសមាធិមិនត្រឹមតែជួយបន្ធូរអារម្មណ៍តានតឹងប៉ុណ្ណោះទេប៉ុន្តែក៏ជួយឲ្យស្ថានភាពផ្លូវចិត្តដែលកំពុងតែមានសភាពមិនល្អឲ្យប្រសើរឡើងច្រើនជាងមុនទី 5 បណ្ដុះភាពរីករាយនិងភាពវិជ្ជមានលោកអ្នកគ្រាន់តែណាត់ជួបជាមួយមិត្តស្និទ្ធស្នាលទៅដើរផ្សារឬក៏សកម្មភាពផ្សេងៗទៀតដែលជួយលោកអ្នករីករាយនិងបង្កើនភាពវិជ្ជមានទៅកាន់ខ្លួនឯងជារួមគឺបង្កើតអរិយាប័ត្ររស់នៅប្រចាំថ្ងៃឲ្យមានភាពវិជ្ជមាននៅក្នុងការរស់នៅ 6. គ្រប់គ្រង stress មនុស្សទូទៅសុទ្ធតែមានបទពិសោធន៍ក្នុងការកើត stress ប៉ុន្តែសូមចងចាំថាត្រូវរកវិធីសាស្ត្រដោះស្រាយប្រកបដោយភាពឆ្លាតវៃនិងឆ្លើយតបក្នុងរយៈពេលយូរហើយត្រូវដឹងពីឫសគល់ដែលនាំឲ្យលោកអ្នកមានស្ថានភាព stress ឬក៏ថាតើអារម្មណ៍មិនល្អទាំងនោះបណ្ដាលមកពីអ្វីឲ្យប្រកបនៅពេលដែលរកឃើញហើយសូមប្រញាប់ដោះស្រាយនិងសូមកុំអនុញ្ញាតឲ្យនរណាម្នាក់មានឥទ្ធិពលមកលើអារម្មណ៍របស់អ្នក 7. យកចិត្តទុកដាក់នឹងខ្លួនឯងចេះផ្ដល់ក្តីមេត្តានិងការគោរពខ្លួនឯងឆ្វេងយល់ពីគុណតម្លៃនៃជីវិតដោយជៀសវាងនឹងការបន្ទោសខ្លួនឯងនិងការដាក់មន្ទិលសង្ស័យនឹងសមត្ថភាពខ្លួនឯងដូច្នេះត្រូវផ្ដល់ពេលវេលាចំពោះខ្លួនឯងលើកទឹកចិត្តឬលងលោមខ្លួនឯងតាមរយៈការធ្វើនូវសកម្មភាពការងារណាដែលខ្លួនមានចំណង់ជាមួយ 8. ថែទាំរូបរាងកាយយកចិត្តទុកដាក់ថែទាំរូបរាងកាយក៏ជាវិធីមួយជួយជំរុញឲ្យសុខភាពផ្លូវចិត្តល្អប្រសើរឡើងថែមមួយកម្រិតទៀតតាមរយៈការបរិភោគអាហារមានជីវជាតិគេងបានគ្រប់គ្រាន់និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ដែលសកម្មភាពទាំងនេះមិនត្រឹមតែធ្វើឲ្យរាងកាយមានតុល្យភាពនោះទេក៏ប៉ុន្តែក៏ជំរុញស្ថិរភាពនៃសុខភាពផ្លូវចិត្តផងដែរ 9. ទុកពេលវេលាសម្រាប់ខ្លួនឯងពេលវេលាអាចព្យាបាលរបួសនិងភាពឈឺចាប់របស់មនុស្សស្ទើរតែគ្រប់ប្រភេទមិនថាកាយឬចិត្តនោះទេដែលគេអាចនិយាយច្រើនថាពេលវេលាជាឱសថយ៉ាងប្រសើរទុកពេលវេលាធ្វើរឿងល្អៗទៅកាន់ខ្លួនឯងឲ្យបានច្រើនដូច្នេះភាពសៅហ្មងនឹងរឿងខកចិត្តទាំងអំបាលម៉ាននឹងរសាយទៅតាមពេលវេលាបន្តិចម្ដង 10. ជួយអ្នកដទៃអ្នកអាចនឹងទទួលបានអារម្មណ៍ដ៏ពិសេសមួយក្រោយមានឱកាសជួយនរណាម្នាក់ក្នុងវិធីដែលសមគួរ 11. ស្វែងរកជំនួយជ្រើសរើសយកការសុំជំនួយពីអ្នកដែលទុកចិត្តឬអ្នកជំនាញជាចំណុចសំខាន់មួយដែលជួយឲ្យសុខភាពផ្លូវចិត្តរបស់លោកអ្នកមានផាសុកភាពត្រូវហ៊ាននិយាយវាចេញមកក្រៅដោយព្យាយាមនិយាយជាមួយមិត្តឬក៏សមាជិកគ្រួសារហើយសុំជំនួយការគាំទ្រពីពួកគាត់ទៅតាមស្ថានភាពជាក់ស្ដែងអរគុណនេះគឺជាគន្លឹះខ្លះៗក្នុងការថែរក្សាផ្លូវចិត្តលោកអ្នកឲ្យមានភាពប្រសើរឡើងពីនាងខ្ញុំ MC Vicky